នេះគឺជារឿងរ៉ាវរបស់បុរសម្នាក់ដែលបានចេញទៅជ្រមុជទឹកក្នុងសមុទ្រអស់រយៈពេលជាង10ឆ្នាំដើម្បីស្វែងរកភរិយារបស់គាត់ដែលបានបាត់ខ្លួនដោយសារតែសូណាមីស្វាគមន៍មកកាន់ Story Podcast កម្មវិធីដែលនាំអ្នកទាំងអស់គ្នាទៅស្វែងរករឿងប្លែកៗទូទាំងពិភពលោកត្រឡប់ទៅថ្ងៃទី11ខែមិនិនាឆ្នាំ2011នៅពេលនោះបានកើតមានការរុញជួយដីធំនិងព្យុះសូណាមីដ៏ធំមួយនៅតាមឆ្នេរភាគខាងកើតនៃប្រទេសជប៉ុនព្រឹត្តិការណ៍នោះបានធ្វើឲ្យអ្នកស្រីយូគីតាកាម៉ាត់ស៊ូវ័យ47ឆ្នាំដែលធ្វើការនៅធនាគារមួយក្នុងទីក្រុងអូណាហ្គាវ៉ាបានបាត់ខ្លួនទៅនៅពេលនោះកម្លាំងរលកសូណាមីដ៏ធំនេះបានបក់យកនាងនិងមិត្តរួមការងារ11នាក់ទៀតទៅផងដែរមុននឹងកន្លងម៉ោងយូគីបានផ្ញើសារចុងក្រោយមកកាន់ប្តីរបស់នាងថាតើបងនៅខាងនោះយ៉ាងម៉េចហើយខ្ញុំចង់ត្រឡប់ទៅផ្ទះលោកយ៉ាស៊ូអូតាកាម៉ាត់ស៊ូប្តីរបស់នាងបានចាប់ផ្ដើមស្វែងរកភរិយារបស់គាត់យ៉ាងអស់ពីដួងចិត្តប៉ុន្តែបន្ទាប់ពីគាត់បានចំណាយពេលស្វែងរកលើកដីអស់រយៈពេលជាង2ឆ្នាំកន្លះដោយមិនបានឃើញសញ្ញារបស់យូគីឡើយលោកយ៉ាស៊ូអូបានសម្រេចរៀនជ្រមុជទឹកនៅខែកញ្ញាឆ្នាំ2013ដើម្បីចុះស្វែងរកនាងក្នុងសមុទ្រវិញម្ដងគាត់បានទទួលជំនួយពីអ្នកស្ម័គ្រចិត្តឈ្មោះ Masayoshi Takahashi ដែលជាគ្រូបង្រៀនជ្រមុជទឹកនិងមានបទពិសោធន៍ក្នុងការស្វែងរកអ្នកបាត់ខ្លួនដោយសារតែសូណាមីពីមុនមកក្នុងរយៈពេល10ឆ្នាំជាងមកនេះលោកយ៉ាស៊ូអូបានឧទ្ទិសជីវិតរបស់គាត់ដោយជ្រមុជទឹកស្វែងរកភរិយារបស់គាត់ជាង950ដងគាត់នឹងច្បាស់ណាស់ថានាងមិនមានជីវិតទៀតហើយប៉ុន្តែក៏នៅតែសង្ឃឹមថានឹងអាចរកឃើញសពរបស់ភរិយាដើម្បីនាំមកធ្វើពិធីតាមប្រពៃណីឲ្យសមរម្យលោកយ៉ាស៊ូអូបាននិយាយថាខ្ញុំចង់ឃើញនាងម្ដងទៀតប៉ុន្តែខ្ញុំក៏មានអារម្មណ៍ថាវាមិនអាចរកឃើញនាងបានទៀតទេព្រោះសមុទ្រនោះធំធេងខ្លាំងណាស់ប៉ុន្តែខ្ញុំត្រូវតែបន្តស្វែងរកនាងដោយសារតែពេលខ្ញុំនៅក្នុងសមុទ្រខ្ញុំមានអារម្មណ៍ថាខ្ញុំបាននៅជិតនាងបំផុត